អ្នកភូមិទាំងអស់ប្រយ័ត្នពូងជ្រូកព្រៃនៅភ្នំខាងក្រោយបានចុះមកហើយយ៉ាងតិចក៏20ក្បាលដែរបានចូលដល់ចំការពោតរបស់គ្រួសារត្រកូលទាំងអស់គ្នាចូលក្នុងផ្ទះពួនឲ្យជិតមិនរួចទេបិទទ្វារបិទបង្អួចមិនរួចទេចាំខ្ញុំផងជ្រូកព្រៃអាចបុកមនុស្សស្លាប់បានចាំខ្ញុំផងជៀនស៊ីជាងឆៃឯងជួយទីងម៉ែផងជៀនស៊ីបងអ៊ូវូរឿងធំហើយពូងជ្រូកព្រៃនៅភ្នំខាងក្រោយឈួតអស់ហើយវាបុកត្រង់ជ្រូករបស់ពូពីធ្លុះអស់ហើយលុតជង្គង់ស្រែកប្រកាសតាមរហូតទន់ជើងលើកនេះប្រកាសជាផ្ទុះការចាប់អារម្មណ៍ខ្លាំងហើយបងអ៊ូតាបងរៀបទៅណាបងប្រកាសជាមិនមែនទៅឲ្យពួកមនុស្សជ្រូកព្រៃទាំងនោះមើលថាអ្នកណាជាសត្វធាតុពិតប្រកបចាំខ្ញុំផងបើមិនថតទិដ្ឋភាពនេះទុកទេពិតជាស្ដាយក្រោយស្លាប់ហើយចប់ហើយចំការពោតរបស់គ្រួសារភ្លើងបាញ់សាខូចខាត់អស់ហើយកំភ្លើងត្រូវបានគេរំភ្លើងបាញ់សាទៀតប្តឹងហើយមេភូមិមិនប្តឹងគេថាស្អែកយ៉ាងលឿនបំផុតក៏1ម៉ោងទៀតដែរអ្នកទាំងអស់គ្នាចាប់ផ្ដើមលែងផ្ទាល់ហើយស្ដេចឆ្កែព្រៃពីយកប្រយុទ្ធជាមួយគូជ្រូកព្រៃជាងយោនាំឆ្កែទាំង6ក្បាលរបស់គាត់តាអាចទៅរួចទេបងមកដល់ហើយខ្ញុំតំណាងឲ្យអ្នកភូមិទាំងអស់សូមអង្គវរបងសូមឲ្យឆ្កែរបស់បងចេញទៅតែ3នាទីប៉ុណ្ណោះជ្រូកព្រៃ20ក្បាលរត់ប្រះអាយុអស់ហើយឆ្កែរបស់បងពិតជាខ្លាំងមែនបងអ៊ូកាលពីមុនមកពីពួកយើងខ្វាក់ភ្នែកឆ្កែទាំងនេះជាអ្នកមានគុណពិតប្រាកដឆ្កែទាំងនេះពិតជាពូកែណាស់អ្នកទិញឆ្កែឲ្យតម្លៃទាបពេកហើយខ្ញុំស្គាល់ថៅកែម្នាក់ប្រយុទ្ធបែបនេះយ៉ាងហោចណាស់ក៏ថ្លៃជាង3ដងដែរអូហូថៅកែជៀនស៊ីអំបាញ់មិញពេលជ្រូកព្រៃមកដល់លោកគាត់លឿនណាស់តាម៉ែបង្កើតរបស់លោកដួលលើដីលោកមិនទាំងលើជ្រូកព្រៃទៅបាត់ហើយលោកមកនិយាយរឿងជំនួញវិញឯងជាស្អីគេខ្ញុំកំពុងនិយាយជាមួយបងប្រុសខ្ញុំជាស្អីគេអីអំបាញ់មិញយ៉ាងហោចណាស់ថៅកែជៀនស៊ីបោះបង់ម៉ែបង្កើតចោលលើដីរបស់លោកប្រោះទៅមួយកន្លែងហើយចេញវិញទេជៀនកប្អូនឯងនិយាយទាំងនេះអាចលក់បានលុយច្រើនណាស់ប្អូនឯងខ្វះខាតលុយប៉ុន្មានម៉ឺនទៀតដើម្បីទិញផ្ទះនៅទីក្រុងបែកផ្ទះគ្នាទៅឯងធ្វើជាបងប្រុសគេស្អីគេខ្ញុំថាបែកផ្ទះគ្នាទៅជួយធ្វើជាសាក់សីផងហាងសម្ភារៈដែលឪពុកបន្សល់ទុកខ្ញុំមិនយកទេលុយដែលសល់ក្នុងសៀវភៅធនាគារខ្ញុំក៏មិនយកដែរចាប់ពីថ្ងៃនេះទៅខ្ញុំអ៊ូជៀនកនឹងចែកជួយពាក់ព័ន្ធគ្នាទៅទៀតបងនិយាយមែនស្លាប់មិនតាក់ទងគ្នាឯងចង់មានន័យថាផ្ទះនឹងលុយទាំងអស់បានទៅជៀនស៊ីរើហើយពួកអ្នកអាចផ្តិតមេដែលលើនេះបានមានក្រដាស់ទេសរសេរឲ្យច្បាស់លាស់ពេលនេះតែម្ដងទៅជៀនកថ្ងៃក្រោយឯងគុំស្ដាយក្រោយឲ្យសោះឯងសុខចិត្តជ្រើសរើសសត្វធាតុ6ក្បាលនេះហើយបោះអ្វីដែលខ្ញុំបោះបង់ចោលថ្ងៃនេះមិនមែនជាគ្រួសារទេគឺជារបស់បរមិត្ត2ក្បាលបងអ៊ូក្នុងបន្ទប់ឡាយផ្ទុះការគ្រប់គ្រងខ្លាំងណាស់គេនិយាយថាក្រុមបងមានមនុស្សដើមជាង500នាក់បងអ៊ូខ្ញុំតំណាងឲ្យអ្នកយំឡើងលេងឆ្កែឲ្យចេញទៅល្បាតលក្ខខណ្ឌបងដាក់លក្ខខណ្ឌមកត្រូវហើយចង់បានលុយមិនចង់បានស្បៀងខ្ញុំក៏មិនយកដែរជួយគ្នាបន្តិចបន្តួចទៅទី1ចាប់ពីថ្ងៃនេះទៅអ្នកណាក្នុងភូមិក៏មិនអនុញ្ញាតឲ្យហៅឆ្កែរបស់ខ្ញុំថាលើសត្វធាតុ Tanker ឡាវប៉ា Leo Bay សិនធាន Lightning Tawa Dewa បើអ្នកណាហ៊ានហៅថាលើសត្វធាតុតែមួយម៉ាត់ទៀតខ្ញុំនឹងប្រមូលឆ្កែត្រឡប់ទៅផ្ទះវិញភ្លាមថ្ងៃក្រោយខ្ញុំនឹងប្រើមេក្រូប្រកាសប្រាប់របងខ្សែភ្លើងតង់ខ្ញុំទី2ត្រូវផ្ដាច់ភ្លើងភ្លាមរបងខ្សែភ្លើងចេញជារបស់ប៉ាធាន Bastion ដាក់ការពីជ្រូកព្រៃរបងខ្សែភ្លើងនោះដាក់នៅចន្លោះដីខ្ញុំត្រូវដើរល្បាតពេលយប់ត្រូវឆ្លងតង់ខ្ពស់ 2.000 វ៉ុលតែនោះជាទឹកដីរបស់ប៉ាធានណាបើលោកសម្រេចចិត្តមិនបានទេកុំមកសុំអង្វរខ្ញុំបានខ្ញុំនឹងទៅនិយាយជាមួយប៉ាធានស្អែកខ្ញុំនឹងប្រកាសតាមមេក្រូប្រាប់អ្នកភូមិទាំងអស់ថាផ្ដាច់ភ្លើងរបងខ្សែភ្លើងឥឡូវនេះឆ្កែរបស់ខ្ញុំយប់នេះនឹងចេញទៅល្បាតឆ្កែក៏មិនចេញពីខ្សែភ្លើងមិនដាច់ភ្លើង1នាទីប៉ាធានខ្ញុំជាមេភូមិខ្សែភ្លើងនៅភ្នំខាងក្រោយយប់នេះលោកផ្ដាច់ភ្លើងសិនទៅត្រូវហើយបងអ៊ូជាអ្នកនិយាយជ្រូកព្រៃយប់នេះគុំតែចុះមិនព្រមលេងឆ្កែមើលការរបស់លោកក៏រក្សាព្រៀបមិនបានដែរព្រមព្រៀងគ្នាតាមនឹងចុះប៉ាធានយល់ព្រមហើយភ្លើងផ្ដាច់ប្រកាសតាមមេក្រូស្អីគេអ្នកភូមិទាំងអស់តាមមេក្រូឥឡូវនេះរបងខ្សែភ្លើងឆ្កែរបស់ខ្ញុំមានឈ្មោះអ្នកណាហ៊ានប៉ះពាល់ឆ្កែរបស់ខ្ញុំនឹងបដូរជីវិតជាមួយអ្នកនោះជូនដំណឹងដល់អ្នកភូមិតែមួយម៉ាត់ចាប់ពីថ្ងៃនេះទៅរបងខ្សែភ្លើងនៅភ្នំខាងក្រោយរបស់អ៊ូប៉ាធានត្រូវបានមួយក្បាលរបស់បងអ៊ូទទួលខុសត្រូវដើរល្បាតការពារភូមិនៅពេលយប់ឲ្យអ្នកណាម្នាក់ធ្វើបាបឬដេញពួកវាឡើយឈ្មោះឆ្កែទាំង6ក្បាលមានតាំងកាត់